ស្មារតីតែមួយក្រមយុវជនបូជាការពេលយុទ្ធធម៌ក្រមការបញ្ជាផ្ទាល់ពីអ្នកអង្គការលេងនវត្រាបន្តស្រដៃគ្នាដល់រឹងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភាសឹកក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវក្រមយុវជនបូជាការពេលយុទ្ធធម៌ក្រមការដឹកនាំរបស់អ្នកអង្គការលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភាសឹកជាពិសេសបង្ហាញការគាំទ្រនិងជឿជាក់សម្ដេចតេជោសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពេលយុទ្ធធម៌បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខនិងជនភាសឹកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីកាន់តែរឹងមាំរបស់ក្រមយុវជនបានបង្ហាញឲ្យឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីសំណាក់ប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបំបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស